បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងទៅតាមដានទស្សនានៅ Channel PNews ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី2នៃខែតុលាឆ្នាំ2025ហើយដោយអ្វីដែលខ្ញុំបានសន្យាជាមួយបងប្អូនអញ្ចឹងថាខ្ញុំនឹងទៅលើកយកព្រឹត្តិការណ៍ស្ថានភាពដែលកើតមាននៅឯប្រទេសថៃដើម្បីយកមកចែករំលែកចែកជូននិងធ្វើការអាប់ដេតជូនបងប្អូនពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នានាដែលកំពុងតែកើតមាននៅឯប្រទេសថៃនឹងយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាបានដឹងបងប្អូនកាលពីម្សិលមិញខ្ញុំបានចេញវីដេអូមួយហើយពាក់ព័ន្ធជាមួយនឹងករណីនៅទីក្រុងបាងកកគឺមានការបាក់ស្រុតដីនៅទីតាំងថ្មីមួយកន្លែងទៀតហើយមកទល់នឹងពេលនេះក៏ចង់បញ្ជាក់ជូនបងប្អូនដែរថាទីក្រុងបាងកកគឺហាក់បីដូចជាមានសញ្ញាឬក៏ប្រផ្នូលនឹងមិនល្អច្រើនមែនទែនដូច្នេះបងប្អូនខ្ញុំក៏ចង់ចែករំលែកជូនបងប្អូនដែរដោយសារតែមុននឹងឈានចូលទៅដល់ការអាប់ដេតនៅព័ត៌មានដែលបានកាត់ហេតុការពីម្សិលមិញខ្ញុំក៏ចង់ចែករំលែកនៅជោគជតារាសីរបស់ប្រទេសថៃជូនទៅដល់បងប្អូនទាំងអស់គ្នាឬក៏ប្រផ្នូលមួយចំនួនដែលកំពុងតែកើតមាននៅប្រទេសថៃហ្នឹងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយធ្វើការវិភាគនិងពិចារណាទាំងអស់គ្នាប៉ុន្តែក៏សូមអធិស្ឋានផងដែរចំពោះបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាប្រសិនបើបងប្អូនមិនជឿលើអបិយជំនឿឬក៏ជោគជតារាសីទេបងប្អូនពិបាកក្នុងការយល់បន្តិចព្រោះអីបងប្អូនដឹងហើយថាប្រទេសនីមួយៗគឺយើងតែងតែកាន់លើអបិយជំនឿឬក៏ជឿទៅលើអរុបអរិយអ្នកតាជាពិសេសគឺជោគជតារាសីនៅមនុស្សម្នាក់រៀងខ្លួនដូចជាយើងរើសគូស្រករនៅអាមេរិកក៏គេមានដែរបងប្អូនណាគឺគេរើសតាមរាសីឯដូចគ្នាចឹងដែរហើយកម្ពុជាយើងក៏អញ្ចឹងដែរពាក់ព័ន្ធជាមួយនឹងទៅរកអាចារ្យឬក៏រកគ្រូដើម្បីទស្សទាយថាថ្ងៃខែនេះឆ្នាំនេះល្អអត់ការសាងសង់អីផ្សេងគឺយើងរើសថ្ងៃខែជាពិសេសនោះគឺមនុស្សរៀងខ្លួនគឺកើតឆ្នាំនេះល្អឆ្នាំនោះល្អអីចឹងទៅក្នុងឆ្នាំនេះឆុងនេះឆុងនោះចឹងទៅមិនថាតែកម្ពុជាទេបងប្អូនសូម្បីតែចិនឬក៏វិទ្យាសាស្ត្រក៏គេមានដែរក្នុងការមើលនៅជោគជតារាសីផ្សេងដូច្នេះក្នុងអត្ថបទថ្ងៃនេះខ្ញុំក៏ចង់លើកយកពីជោគជតារាសីរបស់ប្រទេសថៃដែលកំពុងតែមានប្រផ្នូលហ្នឹងគឺមិនល្អនៅក្នុងឆ្នាំ2025នេះចង់មកចែករំលែកជូនបងប្អូនទាំងអស់គ្នាមុននឹងយើងឈានចូលណាបងប្អូនមុននឹងយើងឈានចូលទៅព័ត៌មានដែលយើងអាប់ដេតពាក់ព័ន្ធជាមួយនឹងករណីដែលកើតហេតុការពីម្សិលមិញដូច្នេះហើយក៏សូមកាត់បងប្អូនពាក់ព័ន្ធជាមួយព័ត៌មានអាប់ដេតយើងទៅលម្អិតនិងប្រផ្នូលដែលកំពុងតែកើតមានមិនល្អនៅឯទីក្រុងបាងកកប្រទេសថៃទាំងអស់គ្នាបងប្អូននៅទីក្រុងបាងកកមួយរយៈពេលនេះគឺហាក់បីដូចជាមានប្រផ្នូលមិនល្អទេជាពិសេសគឺនៅក្នុងឆ្នាំ2025នេះតែម្ដងហើយការពីពេលកន្លងទៅមានរឿងហេតុជាច្រើនបានកើតនៅទីក្រុងបាងកកនេះជាសញ្ញាមួយដែលឲ្យប្រជាជនថៃនិងអាជ្ញាធរថៃនឹងគឺដឹងទុកជាមុនតែអាជ្ញាធរថៃរួមទាំងប្រជាជនថៃនឹងហាក់មិនអើពើនឹងរឿងទាំងអស់នេះទេមកទល់នឹងពេលនេះរឿងទាំងអស់នោះកំពុងតែមកផ្ទួនតែម្ដងដែលធ្វើឲ្យពលរដ្ឋថៃរួមទាំងអាជ្ញាធរថៃនឹងរកនឹកគិតសឹងតែមិនទាន់និងមិនអាចទប់ស្កាត់បានទេពាក់ព័ន្ធជាមួយនឹងករណីទាំងអស់នេះហើយថ្មីនេះបងប្អូនបានដឹងហើយនៅទីក្រុងបាងកកត្រូវបានព្រះធរណីស្រូបនៅចំកណ្ដាលទីក្រុងបាងកកតែម្ដងនៅមុខអគារវ៉ាជីរ៉ាមុខនឹងព្រះភ័ក្ត្រស្ដេចថៃដែលគេបានបិទនៅនឹងមុខអគារតែម្ដងដែលបង្កឲ្យខូចខាតផ្លូវនិងអគារនឹងមួយចំនួនតូចប៉ុន្តែបងប្អូនគឺមិនបង្កឲ្យបាត់បង់អាយុជីវិតនោះទេនេះគឺសបញ្ជាក់ណាបងប្អូនសបញ្ជាក់ឲ្យឃើញថានេះជាសញ្ញាឲ្យថៃដឹងខ្លួនតែនៅពេលនេះបងប្អូនប្រជាជនថៃនៅតែមិនអើពើបន្ទាប់មកបងប្អូនបន្ទាប់ពីកើតហេតុបាក់ដីនោះមករំលងបានតែប្រមាណម៉ោងទេស្រាប់តែមានទឹកផុសចេញពីដីនៅមិនឆ្ងាយពីទីតាំងដែលកើតហេតុនេះទៀតធ្វើឲ្យអាជ្ញាធរថៃនឹងធ្វើការបិទផ្លូវនៅទីនោះនឹងគឺជាបណ្ដោះអាសន្នហើយគេមិនសង្ស័យថាចុះហេតុអីបានជាទីក្រុងបាងកកមានរឿងមិនចេះចប់មិនចេះហើយពួកគេបានបន្តស្ដារស្ថានភាពនោះឡើងវិញតាមតែអាចធ្វើទៅបានប៉ុន្តែស្ថានភាពទាំងនោះបងប្អូនពិបាកក្នុងការស្ដារឡើងវិញណាព្រោះអីបងប្អូនមកទល់នឹងពេលនេះមិនទាន់មានប្រសិទ្ធភាពឬក៏ពាក់ព័ន្ធជាមួយនឹងការស្ដារនេះបាន 100% ទេកន្លែងដែលបាក់
ស្រដីការពីថ្ងៃមុននៅមុខមន្ទីរពេទ្យវាជីរ៉ាមកទល់នឹងពេលនេះចំណាយលុយរាប់ពាន់រាប់លានបាតហើយមិនទាន់បានដូចដើម 100% នោះទេរំលងមកដល់ថ្ងៃទី29បងប្អូនព្យុះភ្លៀងក៏ចាប់ផ្ដើមបក់បោកហានិភ័យក៏កើតមានឡើងម្ដងទៀតក្រសួងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋថៃនឹងទូទាំងប្រទេសមានការប្រុងប្រយ័ត្នចំពោះព្យុះសង្គ្រាឈ្មោះបូឡយដែលជាឈ្មោះដែលប្រទេសថៃនឹងគឺជាអ្នកដាក់ឲ្យទៀតព្យុះសង្គ្រានោះបងប្អូនជាពិសេសគឺទីក្រុងបាងកកគឺប្រឈមនឹងព្យុះនេះជាងគេហើយអាចនឹងរងគ្រោះពីទឹកជំនន់នឹងភ្លាមតែម្ដងដូច្នេះបងប្អូនមិនបង្អង់យូរទេដូចអ្វីដែលបានគ្រោងទុកបងប្អូនទីក្រុងបាងកកមកដល់ថ្ងៃទី1ម្សិលមិញនេះគឺមានករណីណាបងប្អូនករណីប្រភ្នូមិនល្អដល់ទៅ2ករណីកើតឡើងភ្លាមនេះគ្រាន់តែជាសារដាស់តឿនដល់ប្រជាពលរដ្ឋថៃនិងអាជ្ញាធរថៃដដែលដែលខ្ញុំបានលើកឡើងជូនបងប្អូនចឹងថារាល់ព្រឹត្តិការណ៍ដែលកើតមាននៅប្រទេសថៃវាជារឿងពាក់ព័ន្ធជាមួយនឹងធម្មជាតិផងវាពាក់ព័ន្ធជាមួយនឹងអបិយជំនឿផងដូច្នេះហើយពលរដ្ឋថៃមិនបានចាប់អារម្មណ៍នឹងរឿងទាំងអស់នោះទេក៏សូមបញ្ជាក់ជូនបងប្អូនដែរថាប្រទេសថៃគឺជាប្រទេសដែលកាន់អបិយជំនឿជឿងប់ងល់ទៅលើរឿងខ្មោចព្រាយបិសាចអីផងដែរប៉ុន្តែពាក់ព័ន្ធជាមួយនឹងជោគជតារាសីរបស់ទីក្រុងបាងកកហាក់ដូចជាមិនអើពើហើយក៏សូមរំលឹកជូនបងប្អូនថាថ្ងៃដែលបាក់ដីបងប្អូនណានៅទល់មុខមន្ទីរពេទ្យវាជីរ៉ាពួកគេទៅបន់ស្រន់មិនមែនទៅបន់ស្រន់ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនទេប៉ុន្តែពួកគេគឺទៅបន់យកលេខឆ្នោតពីឡានមួយគ្រឿងដែលដីនោះបាក់ជុំវិញហើយប៉ុន្តែឡានមួយគ្រឿងនោះគឺមិនព្រមធ្លាក់ទេដូច្នេះគេថាជាឡាននោះគឺជាឡានសំណាងប្រជាជនថៃបាននាំគ្នាកាន់ធូបមួយបាច់បងប្អូនណាទៅបន់ស្រន់ដើម្បីសុំលេខឆ្នោតហើយនាំគ្នាទៅទិញលេខឆ្នោតហ្នឹងតតែដាច់ពីស្តុកតែម្ដងដូច្នេះហើយបងប្អូនឥឡូវហ្នឹងគឺយើងទៅតាមដានទាំងអស់គ្នាបន្តទៀតថាតើមានរឿងអ្វីកើតឡើងនៅក្នុងថ្ងៃទី1ម្សិលមិញនេះដែលកើតឡើងរហូតដល់2ករណីបងប្អូនករណីទី1នោះគឺពាក់ព័ន្ធជាមួយនឹងពលរដ្ឋនៅទីក្រុងបាងកកបានទប់ទល់ជាមួយនឹងទឹកភ្លៀងដែលធ្លាក់ខ្លាំងនៅរសៀលថ្ងៃទី1ម្សិលមិញនេះបងប្អូនដែលធ្វើឲ្យអភិបាលក្រុងណាបងប្អូនមានការប្រមានអំពីការកើនឡើងអំពីកម្ពស់ទឹកដែលកើនឡើងនាពេលខាងមុខមិនត្រឹមតែថ្ងៃទី1ទី2ទេរហូតទៅដល់ថ្ងៃទី10ឯណោះបងប្អូនណាខណៈដែលខ្យល់មូសុងមិនបានបក់ចូលទីក្រុងបាងកកទេប៉ុន្តែគឺមានភ្លៀងនឹងធ្លាក់ជោកជាំតែម្ដងហើយមកទល់នឹងពេលនេះអាជ្ញាធរកំពុងតែប្រមានបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងទីក្រុងបាងកកនឹងជួបព្យុះមួយទៀតបងប្អូននាពេលខាងមុខនេះនៅសប្តាហ៍ក្រោយតែម្ដងហើយក្តីបារម្ភដ៏ធំបំផុតបងប្អូនចំពោះទីក្រុងបាងកកនេះគឺការបង្ហូរទឹកចេញពីទំនប់ចៅប្រយ៉ាកម្ពស់ទឹកបងប្អូនគឺជិតដល់កម្រិតដែលប្រៀបធៀបទៅនឹងឆ្នាំ2011ហើយដោយអាជ្ញាធរគ្រោងនឹងបញ្ចេញទឹកប្រមាណជា2500ម៉ែត្រគូបក្នុង1វិនាទីណាបងប្អូននេះនឹងជំរុញច្រានទឹកទន្លេចៅប្រយ៉ាឲ្យខ្ពស់ណាបងប្អូននៅថ្ងៃទី9និងថ្ងៃទី10នៃខែតុលាខាងមុខនេះសហគមន៍ដែលនៅក្រៅរបាំងទឹកជំនន់រួមទាំងតំបន់នៅជិតវត្តធាវត្តខនចនសហគមន៍រោងម៉ាស៊ីនកិនស្រូវផ្នែកខ្លះនៃស្រុកសង្វាតនិងតំបន់មាត់ទន្លេដែលងាយរងគ្រោះដោយសារទឹកជំនន់អាចនឹងប្រឈមហានិភ័យខ្ពស់ពីការលិចទឹកដែលមានសក្តានុពលខ្ពស់ក្រុងបាងកកបានដាក់ពង្រាយបាវខ្សាច់ជាង200000បាវនៅទីតាំងដែលងាយរងគ្រោះបងប្អូនគិតមកដល់ពេលនេះគឺជាគ្រោះអាសន្នមួយដល់អាក្រក់ចំពោះទីក្រុងបាងកកឥឡូវបងប្អូនយើងទៅករណីមួយទៀតគឺករណីទី2ដែលកើតមានការពីម្សិលមិញដូចគ្នានោះគឺអាជ្ញាធរថៃបានរកឃើញផ្លូវមួយខ្សែទៀតនៅតំបន់ច្រោនក្រុងនៅឯប្រទេសថៃហើយករណីនេះខ្ញុំបានលើកយកចែកជូនដល់បងប្អូនពីម្សិលមិញហើយប៉ុន្តែមិនលម្អិតទេដូច្នេះខ្ញុំនឹងធ្វើការលម្អិតជូនបងប្អូននៅក្នុងពេលនេះតែម្ដងគណៈរបាយការណ៍ខូចខាតពីការបាក់ស្រុតដីនេះគឺមិនទាន់ត្រូវបានបញ្ជាក់ទេបងប្អូនណាបើយោងតាមកាសែតថៃខោសតបានរាយការណ៍ថានៅព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025ឧបតហេតុស្រុតផ្លូវនេះបានកើតឡើងនៅជិតអាជ្ញាធរអគ្គិសនីថានុនធុកការបាក់ស្រុតលើផ្លូវជាច្រើនម៉ែត្រនេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍ជាខ្លាំងមន្ត្រីមជ្ឈមណ្ឌលសង្គ្រោះតំបន់ច្រោនក្រុងនិងក្រុមដែលពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅតំបន់នោះដើម្បីវាយតម្លៃ
អំពីស្ថានភាពអនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍និងបង្ការគ្រោះថ្នាក់បន្ថែមទៀតភ្នាក់ងារដែលពាក់ព័ន្ធកំពុងតែរៀបចំធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទៅលើមូលហេតុនៃការបាក់ស្រុតនេះបន្ទាប់មកគឺគេទទួលបានលទ្ធផលបងប្អូនគេទទួលបានលទ្ធផលពាក់ព័ន្ធជាមួយនឹងការបាក់ស្រុតដីនេះមន្ត្រីសង្កាត់ណាបងប្អូនមន្ត្រីសង្កាត់បាងខាវឡាមបានចុះត្រួតពិនិត្យការដួលរលំជញ្ជាំងថ្មផ្លូវនៅមុខការិយាល័យយ៉ាណាវ៉ារបស់អាជ្ញាធរអគ្គិសនីក្រុងបាងកកកាលពីរសៀលថ្ងៃពុធម្សិលមិញគេបានរកឃើញប្រឡាយដែលមានជម្រៅជិត2ម៉ែត្របងប្អូនណានៅខាងក្រោមផ្ទៃផ្លូវបេតុងបណ្ដាលឲ្យបាក់ប្រវែង26ម៉ែត្រទទឹង9ម៉ែត្របណ្ដាលឲ្យខូចជញ្ជាំងឯកជននឹងប្រមាណជា20ម៉ែត្រទៀតផ្លូវចរាចរណ៍2ត្រូវបានបិទជាបណ្ដោះអាសន្នហើយអភិបាលក្រុងបាងកកលោកចាត់ឆាតបានកត់សម្គាល់ថាទីតាំងនេះគឺត្រូវបានជួសជុលកាលពីដើមឆ្នាំ2025បន្ទាប់ពីមានការដួលរលំស្រដៀងគ្នាទៅនឹងឆ្នាំចាស់កាលពីឆ្នាំ2024ដូច្នេះទីតាំងនេះបងប្អូនក៏ចង់បញ្ជាក់ដែរថាករណីនេះគឺធ្លាប់បានកើតមានរួចម្ដងមកហើយដោយសារតែសំណឹកទឹកបងប្អូនណាតាមបំពង់លូទំនងជាបណ្ដាលឲ្យកើតហេតុនេះគឺបង្កឲ្យមានការកើតហេតុនេះម្ដងទៀតឡើងវិញហើយឥឡូវនេះក្រុមវិស្វករកំពុងតែធ្វើការបិទប្រព័ន្ធលូដើម្បីជីករកមើលការលេចធ្លាយនៅក្នុងរយៈពេល3ថ្ងៃអភិបាលក្រុងបានជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍អំពីស្ថានភាពផ្លូវដ៏គួរឲ្យសង្ស័យដែលឆ្លងកាត់តាមបណ្ដោយផ្លូវប្រវែងជា6000ម៉ែត្រនៅទីក្រុងបាងកកនេះដូច្នេះហើយបងប្អូនខ្ញុំក៏សរុបជូនបងប្អូនដែរនេះជាព័ត៌មានដែលខ្ញុំអាប់ដេតជូនបងប្អូនពាក់ព័ន្ធជាមួយនឹងករណីបាក់ស្រុតដីនៅទីតាំងថ្មីមួយទៀតនៅទីក្រុងបាងកកប៉ុន្តែអ្វីដែលសំខាន់បងប្អូនឆ្ងល់ដោយអ្វីដែលខ្ញុំកំពុងតែឆ្ងល់ដែរឬទេពាក់ព័ន្ធជាមួយនឹងទីក្រុងបាងកកមួយរយៈនេះគឺកើតហេតុអត់ចេះចប់អត់ចេះហើយទេចាប់តាំងពីដើមឆ្នាំ2025ណាបងប្អូនចាប់តាំងពីដើមឆ្នាំ2025ប៉ុន្តែប្រជាជនថៃរួមទាំងអាជ្ញាធរថៃហាក់មិនអើពើទៅនឹងអបិយជំនឿមួយនេះដោយសារតែប្រទេសថៃដូចខ្ញុំបញ្ជាក់ជូនបងប្អូនហើយថាជាប្រទេសមួយដែលងប់ងល់នឹងជឿទៅលើអារុក្ខអារក្សអ្នកតាជាពិសេសខ្មោចព្រាយបិសាចហ្នឹងក៏ជឿខ្លាំងដែរប៉ុន្តែមិនជឿទៅលើបុណ្យប្រេងវាសនាឬក៏បាបកម្មនានាទេជឿទៅលើអ្នកសច្ចាំងបាំងបត់ឬក៏ខ្មោចព្រាយបិសាចឬក៏រូបណាមួយដែលមុខខ្មោចមុខអាបអីហ្នឹងគេជឿជាក់ណាស់បងប្អូនជាពិសេសនោះគឺការបន់ស្រន់សុំលេខឆ្នោតនឹងតែម្ដងប្រទេសថៃគឺសម្បូរណាស់គឺការបន់ស្រន់យកលេខឆ្នោតដោយរំលឹកជូនបងប្អូនអញ្ចឹងថាសំបីតែថ្ងៃបាក់ស្រុតផ្លូវនៅឯមុខមន្ទីរពេទ្យវ៉ាជីរ៉ាហ្នឹងមានឡានមួយដែលជាប់នៅលើទួលណាបងប្អូននាំគ្នាកាន់ធូបទាំងបាច់ទៅសុំលេខឆ្នោតហើយទិញឆ្នោតហ្នឹងគឺអស់ពីស្តុកតែម្ដងដូច្នេះហើយនេះជារឿងរ៉ាវមួយដែលប្រទេសថៃគួរតែរកដំណោះស្រាយជាពិសេសនោះគឺពាក់ព័ន្ធជាមួយអបិយជំនឿបាបកម្មឬក៏ទណ្ឌកម្មណាមួយដែលកំពុងតែធ្វើឲ្យទីក្រុងបាងកកហ្នឹងអាចនឹងវិនិច្ឆ័យសាបសូន្យនាពេលអនាគតបងប្អូនណានាពេលអនាគតដូច្នេះហើយបងប្អូនសម្រាប់អត្ថបទក្នុងថ្ងៃនេះក៏មានប៉ុណ្្នឹងឯងដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាហើយប្រសិនបើមានពាក្យពេចន៍ត្រង់ណាដែលខ្ញុំនិយាយទៅខុសទាស់ឬក៏ខុសឆ្គងក៏សូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងឬក៏ពាក្យពេចន៍ត្រង់ណានិយាយទៅមិនសមរម្យក៏សូមបងប្អូនទាំងអស់គ្នាអធិស្ឋានបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដែលមានតម្លៃក្នុងការតាមដានទស្សនានៅ Channel PNews ទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំបាទ PNews ក៏មានអត្ថបទតែប៉ុណ្ណឹងហើយធ្វើការអាប់ដេតជូនបងប្អូនប្រសិនបើមានអ្វីដែលថ្មីពាក់ព័ន្ធជាមួយនឹងប្រទេសថៃខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនទាំងអស់គ្នាទៀតដើម្បីចែករំលែកព័ត៌មានដែលកំពុងតែកើតមាននៅប្រទេសថៃហ្នឹងឲ្យបានដឹងទាំងអស់គ្នានៅពេលនេះខ្ញុំបាទ PNews ក៏សូមអរគុណបងប្អូនទាំងអស់គ្នាហើយក៏សូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា